សួស្តីបងប្អូនទាំងអស់គ្នាបាទក្នុងវីដេអូនេះគឺរបៀបបិទទីតាំងឬ location service នៅលើទូរស័ព្ទដៃ iPhone ជាដំបូងបងប្អូនចូល setting ទៅបាទចុច setting ហើយបងប្អូនអូសនៅលើមកបាទរកពាក្យថា privacy security បាទនេះជិះទៅបាទហើយបងប្អូនឃើញនេះ location service បាទបើបងប្អូនឃើញអក្សរអប់ចឹងគឺយើងបិទបានដល់ជោគជ័យហើយបាទបើយើងមិនប្រកាសចិត្តថាបិទបានឬមិនបានបងប្អូនចុចនេះមកបាទចុចកន្លែង location service មកនឹងបើកទៅមួយកន្លែងទៀតបាទបងប្អូនឃើញទេនេះកន្លែងនេះពើប្រភេទនេះបាទបើសិនយើងបើកពណ៌បៃតងអញ្ចឹងគឺយើងបើក location service បងប្អូនបាទហើយផ្សាយយើងបិទវិញគឺបិទនេះមកបាទចុចទៅបាទចុចហើយមានសារមួយគេសួរយើងត្រូវបិទឬមួយយ៉ាងម៉េចហើយបងប្អូនចុចមកបាទ turn off នេះបាទបិទទៅបាទហើយបងប្អូនចុចសញ្ញាថយវិញទៅបាទចុចទៅបាទទៅមួយទៀតបងប្អូនឃើញពាក្យមួយថា tracking បាទចុចទៅបាទដូចកម្មវិធីខ្ញុំនេះខ្ញុំសម្បត្តិកន្លែងនេះបាទគឺខ្ញុំឲ្យឃើញថា YouTube មួយទេបាទគឺខ្ញុំបិទកន្លែងហ្នឹងបាទបើមិនយើងមិនឲ្យ tracking ទេគឺយើងបិទពណ៌ប្រភេទមកបាទតែនេះខ្ញុំឲ្យឃើញថា YouTube របស់ខ្ញុំទេបាទខ្ញុំឲ្យ tracking បាទតែក្រៅពីនេះគឺខ្ញុំបិទអស់បាទហើយក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងទេបាទសូមបងប្អូនជួយចែករំលែកវីដេអូនេះផងបាទដើម្បីបងប្អូនយើងបានដឹងដល់គ្នាបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ